Việc xu bằng cồn ở cái này, ở giờ bên mỗi năm hai đây nhom miền sắc cam phiệp phiệp yến rồi cái sắc cam phiệp ở bênใน social media ปีนี้ញោមត្រឡប់មកវិញក៏មិនបានតន់បាននិយាយទៅកាន់បងប្អូនរីករាយឆ្នាំថ្មីដែរហើយយើងក៏មិនតន់នឹងសប្បាយរីករាយនឹងរីករាយឆ្នាំថ្មីដែរដោយសារតែយើងមានវិបត្តិសេដ្ឋកិច្ចវិបត្តិសង្គ្រាមដែលធ្វើឲ្យយើងម្នាក់ៗមានបញ្ហាក៏ដូចជាខ្ញុំក៏ជំងឺផ្លូវចិត្តដែលនៅស្ងៀមត្រឹងតែថ្ងៃនេះខ្ញុំត្រឡប់មកវិញខ្ញុំឈូឡើងវិញម្ដងទៀតហើយក៏អាចថាជាចំណុចចុងក្រោយនិយាយទៅ10ឆ្នាំយើងមិនអាចនឹងមានតទៅទៀតទេសម្រាប់ខ្ញុំតែខ្ញុំនឹងប្រឹងឈូម្ដងទៀតងើបម្ដងទៀតបង្ហាញជូនបងប្អូនម្ដងទៀតនៅអ្វីដែលខ្ញុំចេះនៅអ្វីដែលខ្ញុំដឹងនៅអ្វីដែលខ្ញុំចង់ធ្វើបង្ហាញនៅក្នុង Facebook ជូនបងប្អូនវិស័យភាពយន្តខ្ញុំនៅតែចូលចិត្តខ្ញុំនៅតែស្រឡាញ់ហើយខ្ញុំនឹងព្យាយាមប្រឹងរកមធ្យោបាយថ្មីឲ្យខ្ញុំបានផលិតភាពយន្តបន្តទៀតព្រោះបើសិនជាយើងម្នាក់យើងបដិបដួលទៅតាមបញ្ហាយើងប្រកាសជាមិនអាចដោះស្រាយបានទេមានតែយើងងើបមកដោះស្រាយហើយបន្ទាប់ពីខ្ញុំបានបួសសងគុណម្ដាយហើយខ្ញុំបានដោះស្បង់ជាកុហកហើយខ្ញុំសម្អាតផ្លូវចិត្តបានប្រសើរជាងមុនខ្ញុំត្រឡប់មកវិញលើកនេះខ្ញុំសច្ចាថានឹងធ្វើអ្វីដែលល្អបង្ហាញអ្វីដែលល្អដល់សង្គមមិនត្រឹមតែវិស័យភាពយន្តក៏ដូចជាធ្វើវីដេអូខ្លីៗចែករំលែកជូនបងប្អូនបន្តទៀតហើយនឹងខ្ញុំមានមុខរបរមួយដែលបានបងប្រុសព្រមសិលាគាត់បានទាញដៃខ្ញុំឡើងឲ្យខ្ញុំជួយធ្វើការមួយគាត់វីដេអូបន្តទៀតខ្ញុំនឹងបង្ហាញពីមុខរបរនោះជូនបងប្អូនចំពោះវិស័យភាពយន្តចំពោះការងារថតវីដេអូឃ្លីបបន្តទៀតខ្ញុំនឹងចាប់ផ្ដើមបន្តទៀតហើយសូមជូនពរឲ្យបងប្អូនទាំងអស់គ្នាដែលកំពុងតែបន្តតស៊ូនៅក្នុងជីវិតសូមរឹងមាំឡើងទាំងអស់គ្នាយើងត្រូវតែមានជីវិតយើងត្រូវតែតស៊ូហើយយើងត្រូវងើបឡើងដើម្បីសម្រេចនៅក្តីសម័យរបស់យើងទាំងអស់គ្នាហើយខ្ញុំក៏ដូចគ្នាដែរខ្ញុំនឹងសម្រេចក្តីសម័យដែលខ្ញុំតែងតែដេកយល់សពមិនបោះបង់ហើយខ្ញុំនឹងធ្វើវាឲ្យបានតាមកម្លាំងចិត្តនិងកម្លាំងកាយតស៊ូទៅមុខដើម្បីឲ្យក្តីសម័យរបស់យើងបានកើតឡើងជូនពរបងប្អូនអរគ្នាជោគជ័យទាំងអស់គ្នាបាទ